ថ្ងៃនេះបានស្កានៅសង្កាត់ស្លក្រាមបាទក្រុងសៀមរាបខេត្តសៀមរាបបានឧបត្ថម្ភទឹកចំនួន100យួរបាទទឹកសុទ្ធ100យួរហើយឡានរបស់ខ្ញុំដាក់បានប៉ុណ្ណឹងហើយអត់ណែនបណ្ដោយ100យួរគឺពេញព្រៀបមកបាទសួស្តីបងប្អូនទាំងអស់គ្នាឥឡូវតបដឹកស្បៀងគឺកំពុងតែដឹកស្បៀងទៅទៀតហើយជាមួយនឹងកូនចាស់ហើយខ្ញុំបាទយើងកំពុងតែប្រម៉ែប្រមូលស្បៀងនៅក្នុងក្រុងសៀមរាបខេត្តសៀមរាបយកទៅជួយបងប្អូនជនភៀសសឹកហើយនឹងវរៈកងទ័ពយើងនៅតាមខេត្តមួយចំនួនដូចជាខេត្តទាមានជ័យខេត្តឧត្តរមានជ័យជាដើមឥឡូវជំនួយបានបន្តដៃហើយយើងនឹងលៃលោកឆ្លុកស្ទាតរៀបចំពេលវេលាហើយនឹងមធ្យោបាយដឹកជញ្ជូននៅស្បៀងអាហារទាំងអស់នេះទៅដល់ដៃវរៈកងទ័ពហើយនឹងបងប្អូនជនភេសកយើងទាំងអស់គ្នា